ពាក្យថាទស្សនវិជ្ជានៃអក្សរសិល្ប៍ទស្សនវិជ្ជាក្នុងអក្សរសិល្ប៍ទស្សនវិជ្ជានៃអក្សរសិល្ប៍គឺអ្នកប្រាជ្ញម្នាក់ហ្នឹងគាត់យល់ថាអក្សរសិល្ប៍វាស្អីកេមសៈគាត់ថាអក្សរសិល្ប៍ជាវិជ្ជាស្យងចោលដោះស្រាយបញ្ហាមនុស្សលេនីនគាត់ថាអក្សរសិល្ប៍គឺជាសិល្បៈដែលសិក្សាអំពីមនុស្សកាលម៉ាគាត់ថាអក្សរសិល្ប៍ជាអាវុធមកពីសង្តិចសុយបរីគាត់ថាអក្សរសិល្ប៍គាត់ជាគ្រឿងកំសាន្តអាហ្នឹងហើយទស្សនវិជ្ជានៃអក្សរសិល្ប៍ចុះទស្សនវិជ្ជាក្នុងអក្សរសិល្ប៍វ៉ាន់ឌីកអនគាត់និយាយអំពីមនុស្សនិយមតាមរយៈរឿងសុភានសាយខ្មែរយើងពីដើមគាត់ចូលចិត្តទស្សនៈជីវិតនិយមរស់មកពេលហ្នឹងបានគិតទៅច្រើនពេកអានសាយវាដែរខ្វល់ទេវាមិនដែរខ្វល់រឿងឋានៈវាមិនដែរខ្សល់រឿងកិត្តិយសវាមិនដែរខ្វល់រឿងល្អរឿងអាក្រក់ទេតែវាយល់ឃើញអាហ្នឹងត្រូវវាធ្វើអាហ្នឹងជានេះអានឹងជីវិតមនុស្សយមតាមរយៈរឿងសុភាសាដែលបុព្វបុរសខ្មែរឲ្យទស្សនៈហ្នឹងគឺរឿងធនជ័យវ៉ាន់ឌីកអនក៏សរសេរថាវិចារណនិយមតាមរឿងធនជ័យគឺរឿងគិតពិចារណាតែបើខ្ញុំនិយាយពីទស្សនវិជ្ជានៅក្នុងធនជ័យខ្ញុំរកឃើញឆ្ងាយជាងអ្វីដែលលោកវ៉ាន់ឌីកអនឃើញទៅទៀតអ្នកនិពន្ធខ្មែរក៏យល់ឃើញថាការមើលឃើញនឹងភ្នែកនេះវាមិនពិតទេអាជ័យវាកើតជារឿងដែលតវ៉ាមួយសេដ្ឋីមួយស្ដេចដោយសារវាចាញ់បោកភ្នែកវាហ្នឹងសេដ្ឋីឲ្យបំបុកវាមកកញ្ជើវាអត់យកទេប្រពន្ធសេដ្ឋីឲ្យមកកញ្ជើអត់ដល់សេដ្ឋីដាក់មកចង្អេវាឃើញមកចង្អេច្រើនដល់ចាក់ទៅតិចមួយយ៉ាងការឃើញនឹងភ្នែកវាមិនពិតទេការឃើញក្មេងម្នាក់លួចកង់ហ្នឹងមិនពិតតែក្មេងនឹងចោលទេជួនកាលក្មេងនឹងដាច់បាយជួនកាលក្មេងនឹងវាជួបឲ្យហេតុការណ៍មួយនាំឲ្យវាទៅលួចហ្នឹងចឹងទៅរកមើលឃើញទស្សនវិជ្ជាខ្មែរឡើយនឹងជ្រៅណាស់ព្រះអង្គចាំទៅសង្កេតមើលចម្លាក់បាយ័នដែលជ័យវរ្ម័នទី7ឆ្លាក់គ្មានបដិមាណាមួយដែលឆ្លាក់បើកភ្នែកទេសត្វបិទភ្នែកបិទភ្នែកមើលឃើញឆ្ងាយណាស់បើកភ្នែកមើលឃើញចិត្តឆ្នាំ1984ណាខ្ញុំកណាប៊ីសវៀតណាមចាប់ដាក់គុកប្រូហ្វេស័រវៀតណាមម្នាក់គាត់ឈ្មោះថៃដាមថៃហ្នឹងលោកគ្រូវៀតបានដើមគាត់សួរខ្ញុំសមមិត្តរៀនវាមិនសម័យនោះគេអត់ដែរហៅលោកហៅអីទេកូនចៅហៅគ្រូដល់សមមិត្តគ្រូហៅសិស្សក៏សមមិត្តស្របបដិវត្តកុម្មុយនីខ្ញុំកណាបានប្រាប់ទៅគាត់ថាមករៀនសាលាស្ដាប់គ្រូគាត់ណូតទុកអង្គក្បាលទៅដល់ផ្ទះវិញជួយធ្វើការម្ដាយបងគាត់លក់ដូរខោអាវអូឡ িম্প ិកកាត់ខោអាវសម្ពុតវ៉ាល់អាវអីទៅហើយដល់ថ្ងៃតិចយកសម្ពុតកៅឲ្យគេដេឲ្យគេផុងទៅយប់ឡើងប្រឡប់ឡើងមួយទឹកខោបាយហើយចងមុំផលិតជាគៀងរៀនតែគាត់ថាខ្ញុំកណានេះឆ្លើយនិយាយឆ្លើយមកគាត់ប្រធានជំនាញការប្រចាំក្រសួងអប់រំហើយចុះប្រធានជំនាញការថាអញ្ចឹងយើងជាប់គុកហើយខ្ញុំប្រាប់គាត់វិញថាលោកគ្រូសុំទោសកុំអានខឹងខ្ញុំណាសួរគាត់វិញថាឥឡូវលោកគ្រូមើលផ្ទះលោកគ្រូឃើញទេនៅហាណូយគាត់ថាហ្នឹងកាន់ឆ្លើយមែនតើជិត 2000 គីឡូអាណាមើលឃើញខ្ញុំបានប្រាប់គាត់វិញឥឡូវលោកគ្រូបិទភ្នែកវិញតើមើលឃើញផ្ទះហ្នឹងហ៎បិទភ្នែកមើលឃើញបន្ទប់បាយនេះបន្ទប់ដេកនេះទ្វារនេះប្អួយនេះខ្មែរយើងឲ្យការគិតទៅលើគំនិតនេះភ្នែកមើលឃើញជួនកាលមិនពិតទេគិតគំនិតពិចារណាឃើញឆ្ងាយទស្សនវិជ្ជានៃជីវិតមនុស្សនិយមដែលវ៉ាន់ឌីកអនថាពិចារណានិយមគឺនៅរឿងធនជ័យច្រើនណាស់ប៉ុន្តែយើងរកវាមិនអស់ទេអញ្ចឹងហើយបានអ្នកខ្លះพูดថារឿងធនជ័យគេសរសេរ20សរសេរ1000អ្នកទៀតសរសេរទៅព្រោះចំណេះដឹងវារៀនអត់ចប់នេះពិចារណានឹងទស្សនវិជ្ជាក្នុងអក្សរសិល្ប៍ Albert Camus Jean-Paul Sartre ក៏បង្កើតទស្សនវិជ្ជានៃជីវិតអត្ថន័យតាមពិតបើអ្នកអានមែនទែនមិនមែន Albert Camus Jean-Paul Sartre គាត់បង្កើតទេជីវិតអត្ថន័យមានតាំងពី2000ឆ្នាំជាងមុននៅក្រិកបុរាណនោះនិយាយពីអតិថិមិនដាក់ទណ្ឌកម្មទៅលើបរិសម្នាក់ឲ្យលើកថ្មឡើងទៅលើភ្នំដល់ភ្នំទម្លាក់ចុះវិញហើយមករើសឡើងវិញទៀតដូចជាជីវិតមនុស្សយើងអញ្ចឹងច័ន្ទគៀពុទ្ធវ៉ាសុកសាអាទិត្យធ្វើដែលហ្នឹងលឹមឡើងឲ្យច័ន្ទមើលឡើងរូបមុខដោថ្មិញមួយទឹកហាត់ប្រាណេហូបបាយហើយទៅរៀនមកវិញសម្រាប់ទៅល្ងាចឡើងអញ្ចឹងទៀតទៅរហូតដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យដើរលេងទៅដែលមិនស្អីជីវិតធ្វើដែលមានន័យណាមកអានឹងទស្សនវិជ្ជាក្នុងអក្សរសិល្ប៍ដែលអ្នកប្រាជ្ញអ្នកនិពន្ធម្នាក់ហ្នឹងគាត់មើលឃើញថាម៉េច
មួយទៀតទស្សនវិជ្ជានៃអក្សរសិល្ប៍គេយល់ថាអក្សរសិល្ប៍ជាស្អីទី3និមិត្តកម្មនិងនវកម្មអនុកម្មខ្មែរយើងមិនមែនតែអក្សរសិល្ប៍ទេក្បួនរបស់បុព្វបុរសខ្មែរគឺល្អបំផុតនិមិត្តកម្មខ្មែរបង្កើតពីអនុកម្មនិងនវកម្មព្រះអង្គទៅមើលវិមានឯករាជ្យស្នាដៃមួយរបស់លោកសារិកាវណ្ណមូលីវ៉ាន់អាណាទៅធាតុចាស់អនុកម្មចាស់ណាទៅធាតុចាស់ព្រះអង្គទៅមើលបកងមានឯករាជ្យមកកណាត់បកងខាងលើនឹងមានឯករាជ្យមានន័យថាម៉េចមានន័យថាកន្លែងឯករាជ្យជឿនវកម្មធាតុថ្មីស្អីទៅមានឯករាជ្យអត់មានសង់ឡើងដោយថ្មភ្នំទេគឺសង់ឡើងដោយបេតុងសរសៃដែកឥដ្ឋអានឹងធាតុថ្មីដែលសម័យក៏អត់មានទេគឺនេះម៉ូដនឹងថ្មីរហូតដូចជាសំណង់អាគារទាំងចឹងអានឹងនិមិត្តកម្មបូនវកម្មបញ្ចូលធាតុថ្មីធាតុចាស់បានជាស្នាដៃមួយថ្មីទៀតនៅក្នុងស្នាដៃចម្រៀងស្នាដៃបទចម្រៀងមួយរបស់លោកសិនសមុទ្រច្រៀងបទអីទេខ្ញុំកណាភ្លេចហើយស្ពានកបាក់ទឹកជ្រៅបទអីទៀតទេបទតាទាយំឆ្លងហ៎ស្ពានកបាក់ទឹកក៏ជ្រៅធ្វើមិនដេចបែវកែវទៅជួបនឹងកែវសង្សារបទហ្នឹងបទរបស់ពួកគួយតាតែលោកសិនសមុទ្រក៏យកបទហ្នឹងយកមកនិមិត្តកម្មគាត់បញ្ចូលពាក្យពេចន៍បញ្ចូលឃ្លាប្រយោគថែមទៀតបញ្ចូលភាសាខ្មែរថែមទៀតវាទៅជាបទមួយដែលពិរោះណែនងនេះនៅក្នុងស្នាដៃនៅស្នាដៃចម្រៀងជាស្នាដៃអក្សរសិល្ប៍ខ្ញុំកណាបានលើកពីរបស់ទីយុវទាំងពីរវលរតនំដែលចូលយកនិមិត្តកម្មហ្នឹងបៃលិនវាជាបៃលិនទៅហើយតែអាស្អីទៅអានឹងធាតុចាស់ចុះធាតុថ្មីអ្នកនិពន្ធគាត់បានបង្ហាញអំពីទេសភាពព្រៃភ្នំគាត់បង្ហាញពីមโนសញ្ចេតនាហើយបង្ហាញអំពីស្អីទៅភាពដែលពីរោះណែនដងនិងខ្លឹមសារចូលធ្វើឲ្យស្នាដៃហ្នឹងវាល្អប្រសើរបើអត់មាននវកម្មបូអនុកម្មនេះនិមិត្តកម្មហ្នឹងអត់ល្អទេខ្មែរយើងដែលវាអន់ជាងគេបំផុតគឺប៉ុលពតសម័យប៉ុលពតអន់ណាស់ព្រះអង្គទៅមើលចបកាប់បងប្អូនអត់ស្គាល់ទេមានអ្នកណាអាយុ60ឆ្នាំអីស្គាល់ចបកាប់តែទៅមើលចបកាប់របស់ប៉ុលពតវាមិននេះក្បាលចបឯអាផ្លែចបនេះផ្សារចបនេះទៅមើលចបកាប់ចិនដូចគ្នាអញ្ចឹងនឹងមិនមែននិមិត្តកម្មទេនឹងកូពីមកបងសំបីសម្លៀកពាក់អាវវាលកអាវខ្មៅខោស្បែកជើងកង់ឡានចិនសុទ្ធ 100% អត់មាននិមិត្តកម្មណានឹងហើយដែលពលក៏អត់ស្គាល់អ្វីហៅតែវប្បធម៌ខ្មែរតែស្គាល់វប្បធម៌ខ្មែរក៏ធ្វើនិមិត្តកម្មអត់ចូលរបស់គេកូពីមកទេខ្ញុំកណាឲ្យឧទាហរណ៍មួយទៀតឆ្នាំ1999 2000ខ្ញុំដឹងគេរៀបមង្គលការគេមានដាក់នំខេករំជុំវិញតុហ្នឹងហើយគេកាត់នំខេកហ្នឹងដល់ខេកអានេះមិនមែននិមិត្តកម្មទេណាអានេះជាស្នាដៃកូពីយកចេញពីគ្រីស្ទៀនមកនំខេកគ្រីស្ទៀនចុះខ្មែរពុទ្ធសាសនាចុះឆ្នាំ2002 2003មកបាត់អាហ្នឹងបាត់អាកាត់នំខេកស្រាប់តែដល់ពេលញ៉ាំការហ្នឹងស៊ីលៀងហ្នឹងមានទឹកមានផ្លែឈើដូងចេកសមុទ្រអីរំជុំវិញហ្នឹងវិញបេះចេកបេះអីហូបវិញអានេះនិមិត្តកម្មគេនេះអ្នកវកម្មបូអនុកម្មកន្លែងណាតុកដាក់នំតែយើងស្អីទៅផ្លែឈើវិញហ្នឹងតែខ្មែរយើងប្រើតាំងពីដើមយើងយករបស់ឥណ្ឌារបស់អីចិនមកបូកចូលគ្នាអ្នកខ្លះក៏សួរខ្ញុំថាហេតុអីបានយល់ថាចិនហេតុយល់ឥណ្ឌាបងអូនឲ្យទៅគ្រូមើលគ្រូថាអូនេះឆ្នាំរោងឆ្នាំរោងពងទេវតាធាតុទឹកអូរៀបការមួយនាងនឹងបានទេនាងនឹងឆ្នាំចពងដីធាតុយៈឆ្នាំរោងឆ្នាំអាសាញ់ឆ្នាំមីម៉ែចិនសំបីតែពាក្យហ្នឹងចិនណាព្រះអង្គមានភាសាខ្មែរមានពាក្យថារោងនេះអត់មានទេខ្មែរហៅថានៀកចិនហៅថាឡុងដល់យួនខ្ចីមកហៅថារងដល់ខ្មែរវិវត្តទៅរោងឆ្នាំថោះនេះខ្មែរមានអាណាហៅថោះហ្នឹងទៅជាសន្សាយខ្មែរហៅសន្សាយថោះហ្នឹងមកពីចិនថ
ដល់មកយួនហៅធុដល់មកខ្វែថោឃើញវិវត្តមកទេចុះធាតុទឹកធាតុភ្លើងធាតុដីឥណ្ឌាបងឃើញទេអញ្ចឹងហើយបានអាបារាំងវាហៅយើង Indo China ដល់វាសង្កេតឃើញវប្បធម៌យើងចិនផងយួនចិនផងឥណ្ឌាផងនៅក្នុងគ្រូទស្សន៍ទាយមួយមានពីរអញ្ចឹងមើលបងអូនឧស្សាហ៍អានបងអូនឧស្សាហ៍មើលឧស្សាហ៍ឆ្ងល់ទាំងអស់នោះវាបានម្ដងបន្តិចមកខាត់ឡើងខ្លួនឯងមិនអាចនរណាគេចាក់ចូលឲ្យចប់ទេគឺខ្លួនយើងអត់មាននរណាមួយធ្វើយើងចេះអត់មាននរណាមួយធ្វើយើងថ្កើងគឺខ្លួនយើងតែយើងកុំភ្លេចតែក្បួនកុំភ្លេចតែគ្រូហើយរៀបចំក្បួន